គឺការរៀបចំដោយស្ងាត់ស្ងៀមរបស់កងយោធពលខេមរៈភូមិន្ទក្នុងការរៀបចំខ្លួនពង្រឹងការការពារនិងរក្សានៅកម្លាំងសម្រាប់ទប់ទល់នឹងហេតុការណ៍ជាយថាហេតុដែលបង្កដោយថៃសេដ្ឋកិច្ចថៃកំពុងតែដាំក្បាលចុះច្របូកច្របល់នយោបាយសេដ្ឋកិច្ចថៃច្របូកច្របល់រឿងនយោបាយជាច្រើនហើយនៅក្នុងចំណុចនេះក៏ថៃចេះតែបង្ករឿងធ្វើការគំរាមកំហែងមកលើប្រទេសកម្ពុជាដោយកក្លឿននិងមិនកោតញញើសទោះបីថៃមានប្រៀបខាងកងទ័ពក្នុងរយៈសង្គ្រាមកន្លងមកក៏ដោយក៏ចាប់តាំងពីការឈប់បាញ់នៅក្នុងខែធ្នូឆ្នាំ2025កម្លាំងនៃកងយោធពលខេមរៈភូមិន្ទបានស្រស្រាក់ស្រស្រាំរៀបចំនៅកងទ័ពហើយនឹងបំពាក់នៅអាវុធបន្ថែមហើយនឹងការធ្វើបច្ចុប្បន្នភាពពីរបៀបច្បាំងនៅលើសមរភូមិកងយោធពលខេមរៈភូមិន្ទកំពុងតែខិតខំពង្រឹងនៅសមត្ថភាពច្បាំងរបស់ខ្លួនដោយស្ងប់ស្ងៀមទុកឲ្យរដ្ឋាភិបាលកម្ពុជាធ្វើកិច្ចការទូតនិងអនុវត្តនីតិវិធីតាមច្បាប់អន្តរជាតិរយៈកន្លងមកនេះគឺមានការខិតខំពង្រឹងដោយស្ងាត់ស្ងៀមនៅសមត្ថភាពរបស់កម្លាំងប្រដាប់អាវុធខ្មែរដើម្បីទប់ទល់នឹងការចេះតែគំរាមកំហែងដោយកក្លឿនពីសំណាក់អ្នកជិតខាងទោះបីជាមានការលំបាកយ៉ាងណាក៏ដោយក៏សកម្មភាពបាននឹងកំពុងធ្វើក្នុងការរៀបចំពិនិត្យមើលម្ដងហើយម្ដងទៀតថាតើកងទ័ពកម្ពុជាត្រូវរៀបចំដូចម្ដេចក្នុងកាលបរិច្ឆេទថ្មីនៃកម្ដៅក្នុងតំបន់និងពិភពលោកសភាពការពិភពលោកពិបាកជាងមុនឆ្ងាយទាំងភូមិសាស្ត្រនយោបាយទាំងសេដ្ឋកិច្ចនិងជាពិសេសផ្នែកខាងធម្មពលផងដែរទោះបីយ៉ាងណាក៏ដោយក៏ខ្មែរត្រូវតែខិតខំរស់តទៅទៀតខ្ញុំមិននិយាយច្រើនទេគ្រាន់តែប្រាប់ថាការប្រែប្រួលនេះមានការខិតខំបន្តទៅទៀតដោយធ្វើការជាមួយនឹងដៃគូរបស់កម្ពុជាក្នុងការរៀបចំខ្លួនទាំងផ្លូវកម្លាំងការពារបូរណភាពដែនដីនិងនៅក្នុងកម្លាំងតជាប់នឹងបណ្ដាញប្រព័ន្ធសេដ្ឋកិច្ចក្នុងពេលដែលវិបត្តិសេដ្ឋកិច្ចនៃពិភពលោកកំពុងតែជះមកលើនាប្រទេស